có hòm luôn ơi đây bông bồn từng con này ngày này nhom màu một đó bông bồn đây màu mơ tới cứ tất rẽ mình tên đây nhom màu cái thà đam chơi chăm này nữa ra thì ngày nét cứ nhom tuần đấy hay ở dân màu mơ cam một phim để nhom màu đào đồ nghiêu anh xinh chẳng hạn đấy đây dân tất rẽ mình tên chắc ngày dân từ tam đan tu sửa video từng con này nhá bên đấy lốp bao nào cái ạ lốp cả đa mày lốp ấy này trời ơi men xây thương bay là mùi vậy bán cái đa mùi đó cái này giờ tất cả mình tên mà tôi phải chơi đi nó đây miệng mà nó đây ôi ngà muốn mau còn để ô khơi cái ba video bong bóng từng ở này có thằng wow hạt ấy bàn chơi tần nônอย่างនេះឃើញនៅទឹកមាត់អីចឹងទៅថ្ងៃនេះដោយសារតែខ្ញុំបានមឹកបានបកាមកដោយសារតែតៅសមុទ្របន្ទាប់ពីយើងតៅសមុទ្រឲ្យមកវិញក៏យើងចាប់ផ្ដើមបកាត់ភ្លើងបកាត់អីចឹងមកហើយបងប្អូនទាំងអស់គ្នាប្រកាសជាឆ្ងល់ជុំតៅសមុទ្រហ្នឹងដើម្បីធ្វើម៉េចបានមឹកបានបកាហ្នឹងតិចទៀតខ្ញុំនឹងរៀបរាប់ប្រាប់ជាដំបូងមកយើងក៏ចាប់ផ្ដើមដាក់ភ្លើងដាក់អីចឹងមកហើយបន្ទាប់មកទៀតយើងក៏ចាប់ផ្ដើមអាំងបកាប៉ុន្តែវាហុយផ្សែងតិចហើយហុយឡើងពេញហ្នឹងតែម្ដងតែតែមិនដឹងថាមកដោយសារខ្ជុំឬក៏មិនទេគឺហុយឡើងជប់តែម្ដងមើលបកាអត់ចង់ឃើញបន្ទាប់ពីយើងធ្វើឲ្យវាឈប់ហុយផ្សែងទៅដាក់មកសន្ទុះទៀតក៏បការៀងក្រហមមិនតែយើងអត់តន់ទៅដាក់មឹកចូលទេហើយមកនេះតិចទីយើងក៏លាបគ្រឿងលាបអីវាឲ្យវាមានរសជាតិឈ្ងុយឆ្ងាញ់អីអញ្ចឹងទៅបន្ទាប់ពីយើងលាបវាហើយអស់អីចឹងមកក៏យើងចាប់ផ្ដើមប្រែវាប្រែឬក៏ហមកណ្ដងមែនទេបងប្អូនអើយអាចសាកធ្វើតាមខ្ញុំបានហើយនិយាយថាពីឆ្ងាញ់អើយឆ្ងាញ់ហើយវាពេញមាត់ហ៎បងប្អូនហើយបើសិនណាបងប្អូនចង់សាកអាចធ្វើតាមខ្ញុំបានអញ្ចឹងណាហើយយើងលាបគ្រឿងវាទៀតលាបឲ្យវាចូលជាតិឲ្យវាអីចឹងទៅហើយបើក្លិនវិញវាឈ្ងុយអ្នកចិត្តខាឡើងផ្អើលអស់ពី3ភូមិមកគ្រាន់ណាយើងចាប់ផ្ដើមអាំងអញ្ចឹងហើយបន្ទាប់មកទៀតមកក៏យើងចាប់ផ្ដើមប្រែមឹកម្ដងហើយប្រែមឹកនេះមឹកវាមិនសូវស្រួលប្រហែលទេដោយសារតែវាពិបាកអាំងមានជាតិទឹកដល់ពេលអញ្ចឹងវាអាំងអត់សូវក្រៀមដូចបកាតែបកាក្រៀមខុសម្លងស្អាតមែនទេថាមឹកវាពិបាកតិចអញ្ចឹងបងប្អូនហើយបងប្អូនចេះឆ្ងល់ថាអូមិនបានខ្វាយនិយាយរឿងបានមឹកបានបកាហ្នឹងម៉េចជាដើមហេតុដំបូងគឺខ្ញុំទៅសមុទ្រមែនទៅងាវអីចឹងដោយសារក្លៀនប៉ុន្តែបងប្អូនដឹងអត់ថាវារត់អត់បានហើយបន្ទាប់មកទៀតក៏ហត់ទៅផ្សារហ្នឹងទិញមឹកទិញបកាដូចតែបងប្អូនដែរហ្នឹងចឹងមិនថាយើងនៅកន្លែងសមុទ្រមែនមិនមែនប្រកាសថាយើងទៅរកអីបានទេយើងមានតែទិញនៅដែរហ្នឹងមានទៅពិបាកឯសារលើមកកណោនេះគ្រឿងយើងរៀបចំឲ្យអស់ហើយក៏ឆ្អិនអស់ដែរតំណងមែនតើបន្ទាប់មកខ្ញុំជ្រលក់មួយហើយខ្ញុំក៏ដាក់ចូលមាត់ផ្លែ